ជំរាបសួរក៏សួស្តីអ្នកទាំងអស់គ្នាយើងត្រឡប់មកវិញហើយជាមួយនឹងការសម្រាយសាច់រឿង anime ខ្ញុំរីយ៉ាននៅក្នុងវីដេអូមួយនេះគឺយើងមកបន្តសាច់រឿង A Condition Called Love អេផ isode 3ឬក៏ភាគ3របស់យើងម្ដងទៀតហើយចំពោះគ្នាយើងដែលទើបតែមកថ្មីកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបន្តធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាទៀតហើយអ្នកទាំងអស់គ្នាក៏អាច support ខ្ញុំតាម ABA ដូចគ្នាដើម្បីឲ្យខ្ញុំមានកាហ្វេញ៉ាំតិចតួចអញ្ចឹងណាឥឡូវកុំឲ្យអ្នកទាំងអស់គ្នាខាតពេលយូរតោះអញ្ចឹងយើងចូលទៅកាន់សាច់រឿងតែម្ដងតែកុំភ្លេចចុច Subscribe ផងណា Nice ចាប់ផ្ដើមនៃសាច់រឿងមកគេក៏បានបង្ហាញ Hananoi នៅពីលើ Hotaro យកតែម្ដងដោយនៅពេលហ្នឹងគេក៏បាននិយាយថាគ្រាន់តែប៉ះអ្នកកាន់ដៃអ្នកបេះដូងរបស់ Hananoi ហ្នឹងឈឺចាប់បាត់ទៅហើយ Hotaro រៀងភ័យដែរហ្នឹងណាពីព្រោះតួអង្គរបស់យើងមុខឡើងក្រហមហើយបេះដូងរបស់គេហ្នឹងលោតលឿនទៀតនៅពេលដែល Hotaro បានស្ទាបទៅនៅពេលនោះដែរ Hananoi ក៏បាននិយាយទៅកាន់តួអង្គស្រីរបស់យើងថាគេចូលចិត្តតួអង្គស្រីរបស់យើងណាស់រួចក៏បានសន្លប់យកតែម្ដងសំខាន់សន្លប់នៅលើ Hotaro យកតែម្ដងអ្នកទាំងអស់គ្នាមូលហេតុនោះគឺដោយសារតែតួអង្គរបស់យើងផ្ដាសាយកាលពីថ្ងៃមុននោះឥឡូវហ្នឹងគេក៏ចាប់ផ្ដើមឈឺហើយខ្លួនក៏ឡើងកម្ដៅទៀត Hotaro គិតថាដោយសារតែ Hananoi ហ្នឹងចាំនាងនៅសាលារហូតអញ្ចឹងទៅក៏បានល្ងាហើយក៏ធ្វើឲ្យឈឺហ្មងទៅនៅពេលហ្នឹងដែរនាងក៏ដឹងធ្វើមិនយោក៏បានខលទៅប្រាប់គ្រួសាររបស់ Hananoi ហ្មងទៅ Hotaro ក៏បារម្ភពីតួអង្គរបស់យើងខ្លាំងណាស់ដែរហើយគេក៏ចង់ទទួលបានអារម្មណ៍មិនដូចគ្នានៅថ្ងៃបន្ទាប់នៅពេលដែលប្អូនស្រីហើយនិងម៉ាក់របស់ Hotaro ហៅឲ្យទៅញ៉ាំបាយហ្នឹងតែ Hotaro អត់បានទៅទេគឺដោយសារតែនឹកទៅដល់ Hananoi ច្រើនពេកព្រោះតួអង្គរបស់យើងទៅជាបែបនេះគឺមកពីកំហុសរបស់ខ្លួនឯងនឹងហើយក៏ចង់សុំទោសទៅកាន់ Hananoi ដូចគ្នាតែមិនដឹងថាសុំទោសរបៀបណាទេរួចមក Hotaro ក៏បានផ្ញើសារសុំទោសតាមទូរស័ព្ទហ្មងទៅកន្លែងទៅមើលតួអង្គរបស់យើងវិញគេឡើងកើតទុកតែម្ដងមិននឹកស្មានថាខ្លួនឯងសន្លប់ហើយឥឡូវហ្នឹងបានមកដល់ទីនេះទេនៅក្នុងសៀវភៅដែលពួកគេកត់ត្រាហ្នឹង Hananoi បានសរសេរថាចង់ចំណាយពេលជាមួយនឹង Hotaro នៅថ្ងៃគ្រីស្មាស់រួចសាច់រឿងក៏បានបង្ហាញនៅពេលដែល Hotaro និយាយប្រាប់តួអង្គប្រុសរបស់យើងថានៅថ្ងៃគ្រីស្មាស់ហ្នឹងនាងតែងតែចំណាយពេលនៅជាមួយនឹងគ្រួសារដោយសារតែប្អូនស្រីរបស់នាងហ្នឹងលេងស្គីតកអស់នៅថ្ងៃហ្នឹងអញ្ចឹងទៅរាល់ឆ្នាំដឹងតែគេទៅលើកទឹកចិត្តប្អូនស្រីរបស់ខ្លួនហើយឥឡូវនេះមាន Hananoi ចង់ដើរលេងជាមួយនឹងនាងដែរអញ្ចឹងរៀងលំបាកបន្តិចហើយមិនដឹងថាទៅមួយណាឲ្យប្រកបទេតែយ៉ាងណាតួអង្គរបស់យើងនឹងនាំ Hotaro ដើរលេងឲ្យបានពីព្រោះនាងក៏ចង់ចំណាយពេលនៅជាមួយនឹងគ្នាដូចគ្នា Hotaro ពិតជាគិតច្រើនមែនតើបារម្ភខ្លាំងមែនតើខ្លាចតួអង្គរបស់យើងនឹងឡើងចង់មានទំនាក់ទំនងល្អជាមួយនឹងគ្នាឬ Hananoi ឡើងចង់ជួបនាងពីព្រោះខានជួបយូរហើយណាមួយគេកំពុងតែឈឺអញ្ចឹងប្រហែលជាមិនបានតបឆាតខ្លួនទេនៅពេលនោះម៉ាក់របស់តួអង្គស្រីរបស់យើងក៏បានមកប្រាប់នាងថាគាត់ទៅកន្លែងជិះស្គីមុនហើយពេលអញ្ចឹងទៅដឹងថា Hotaro ធ្វើយ៉ាងម៉េចទេ Hotaro ពិតជាចង់សុំទោស Hananoi ហ្នឹងដោយផ្ទាល់តែម្ដងប៉ុន្តែមិនដឹងថាធ្វើយ៉ាងម៉េចនោះទេបានមួយសន្ទុះក្រោយមកម៉ាក់របស់នាងក៏បានខលមកគឺគាត់ខលមកហ្នឹងដើម្បីឲ្យ Hotaro បញ្ញាប់ទៅកន្លែងជិះស្គីទៅហើយកុំភ្លេចយករ៉ូបរបស់ប្អូនហ្នឹងទៅជាមួយផងដោយសារតែរ៉ូបថ្មីនោះបានលះហេតុបាត់ទៅហើយរួចមក Hotaro ក៏បានយកឈុតថ្មីនោះទៅឲ្យប្អូននៅកន្លែងជិះស្គីទៅពេលដែលប្អូនរបស់ Hotaro បានពាក់រ៉ូបនឹងហើយគឺពិតជាស្អាតមែនទែនអ្នកទាំងអស់គ្នាប៉ាហើយនិងម៉ាក់របស់គេថតឡើងពេញនឹងតែម្ដងហើយសរសើរថាស្អាតពេញមាត់ហ្មងអ្នកទាំងអស់គ្នាប្អូនស្រីរបស់ Hotaro មានឈ្មោះថា Tumoក្នុងពេលនោះដែរ Hotaro បានប្រាប់ម៉ាក់ខ្លួនឯងថាគេមានណាត់ជាមួយនឹងមិត្តភ័ក្តិអញ្ចឹងណាប៉ុន្តែឥឡូវហ្នឹងគេក៏ឈឺហើយឆាតក៏អត់បានតបនាងទៀតអញ្ចឹងមានតែនៅមើលប្អូនសម្ដែងហើយប៉ុន្តែម៉ាក់របស់ Hananoi ហ្នឹងមិនថាអីនោះទេអាចឲ្យ Hananoi ហ្នឹងទៅមើលមិត្តភ័ក្តិទៀតដូចនេះតួអង្គស្រីរបស់យើងក៏បានអូខេជាមួយនឹងម៉ាក់ទៅតាមហ្នឹងទៅអំឡុងពេលដែល Hotaro កំពុងតែរងចាំ Hananoi ហ្នឹងគេបានឆែកមើលទូរស័ព្ទទៅក៏បានឃើញថាតួអង្គរបស់យើងហ្នឹងខលមកនាងឡើងច្រើនមែនតើតែតួអង្គស្រីរបស់យើងអត់ដឹងហើយក៏អត់បានលើកទូរស័ព្ទនឹងដែរហើយនៅភ្លាមនោះក៏បានតែមកម្ដងទៀតនាងក៏បានលើកទូរស័ព្ទនឹងទៅហើយតួអង្គរបស់យើងនឹងបានមកដល់បាត់ទៅហើយអ្នកទាំងអស់គ្នាដោយសារតែតួអង្គរបស់យើងនឹងចេញមកដើម្បីរក Hotaro តែម្ដង Hananoi មករក Hotaro នឹងហត់ដល់កហើយណាមួយអត់បានលើកទូរស័ព្ទគេទៀតអញ្ចឹងទៅក៏បានមករកនាងនឹងនៅកន្លែងជិះស្គីនេះទៅព្រោះណាមួយវាក៏ជាថ្ងៃគ្រីស្មាស់ដែរនៅពេលហ្នឹង Hananoi ក៏បានសុំទោសទៅកាន់តួអង្គស្រីរបស់យើងដែរគឺដោយសារតែគេមិនបានមើលទូរស័ព្ទឃើញសាររបស់ Hotaro ចំណែកឯតួអង្គស្រីរបស់យើងគឺអត់បានថាអីទេនាងមានតែសប្បាយចិត្តថែមពីព្រោះប៉ុន្មានថ្ងៃដែលមិនបានជួបគ្នាហ្នឹងគេពិបាកចិត្តសឹងអីទៅហើយគិតថា Hananoi បោះបង់នាងទៀតហ្នឹង
ប៉ុន្តែឥឡូវនេះនាងសប្បាយចិត្តវិញហើយពីព្រោះបានឃើញហាណាណយត្រឡប់មកវិញបែបនេះសាច់រឿងក៏បានបង្ហាញអំពីតូម៉ូបន្តិចតូម៉ូក៏បានចាប់ផ្ដើមសម្ដែងហើយក៏សម្ដែងបានចប់ដែរហើយចំពោះប៉ាម៉ាក់វិញណាគឺពិតជារីករាយមែនតើនៅពេលដែលបានឃើញតូម៉ូសម្ដែងបានល្អបែបនេះមើលទៅម៉ាក់ប៉ារបស់ហូតារ៉ូពិតជាពេញចិត្តប្អូនស្រីរបស់ហូតារ៉ូមែនតើអ្នកទាំងអស់គ្នាកាត់មកកាន់គូស្នេហ៍ពីរនាក់នេះវិញម្ដងពួកគេក៏ចាប់ផ្ដើមសុំទោសទៅកាន់គ្នាទៅវិញទៅមកគឺដោយសារតែមួយធ្វើឲ្យគេឈឺហើយមួយទៀតរំខានហូតារ៉ូឲ្យខលហៅលោកយាយនៅពេលដែលគេឈឺអញ្ចឹងណានិយាយរួមមកពួកគេដឹងថាខ្លួនក៏មានកំហុសរៀងៗខ្លួនដែរហើយរៀងអន់ចិត្តនឹងខ្លួនឯងតិចដែរហ្នឹងណាហូតារ៉ូបារម្ភខ្លាំងមែនតើពីព្រោះរឿងទាំងអស់នេះក៏ធ្លាប់កើតមាននៅលើស្នេហាចាស់របស់នាងដែរតែយ៉ាងណាហាណាណយមិនថាអីទេព្រោះទាំងអស់នេះក៏បង្ហាញភាពទុកចិត្តទៅលើហូតារ៉ូទៀតនៅពេលហ្នឹងហាណាណយបាននិយាយទៅកាន់ហូតារ៉ូថាចង់ទៅកន្លែងណាចាំបងជូនទៅពីព្រោះគេចង់ធ្វើឲ្យថ្ងៃនេះគឺជាថ្ងៃពិសេសរបស់ហូតារ៉ូតែម្ដងកន្លែងហ្នឹង admin ឡើងចូលចិត្តហ្មងណា sweet មែនតើអ្នកទាំងអស់គ្នាចំពោះ Hotaro ឮអញ្ចឹងណាញញឹមឡើងស្រស់តែម្ដងអ្នកទាំងអស់គ្នាហើយគិតចេញមកអស់ហើយពីចំណុចល្អហ្នឹងរបស់ Hananoy ដែលបានធ្វើមកលើនាងអញ្ចឹងណាមាននៅពេលដែលគេចិត្តល្អខំប្រឹងដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់ចេះជួយក្នុងការរៀនសូត្រសម្របខ្លួនជាមួយនឹងនាងគ្រប់ពេលអញ្ចឹងណាអ្នកទាំងអស់គ្នាក្រោយពីនោះ Hotaro ក៏បាននាំ Hananoy ហ្នឹងទៅជួបម៉ាក់ប៉ារបស់នាងថែមទៀតផងគ្រួសាររបស់ Hotaro ម្នាក់ឡើងភ្ញាក់ផ្អើលខ្លាំងហ្មងពីព្រោះឃើញមិត្តរបស់ Hotaro សង្ហាខ្ពស់អញ្ចឹងណាអ្នកទាំងអស់គ្នានៅពេលហ្នឹងអ្នកទាំងអស់គ្នា Hananoy ហ៊ានមែនតែនគឺសុំម៉ាក់ប៉ារបស់ Hotaro ហ្នឹងនាំនាងដើរលេងនៅយប់នេះតែម្ដងហើយក៏បានសន្យាថាមើលថែ Hotaro នឹងនាំនាងមកផ្ទះវិញដោយមានសុវត្ថិភាពតែម្ដងដោយសារតែវាគឺជាថ្ងៃពិសេសហ្នឹងហើយបាន Hananoy នឹងនាំនាងដើរលេងនៅថ្ងៃគ្រីស្មាស់នេះ Hotaro ចង់អៀនម៉ាក់ប៉ាខ្លួនឯងដែរហ្នឹងណាអ្នកទាំងអស់គ្នាមិនស្រួលពួកគាត់គិតថាជាសង្សារទៀតក៏មិនដឹង Hotaro ក៏បានសួរនាំអំពី Hananoy តាក់ទងដែរនៅពេលដែលគេឈឺហ្នឹងណាតែឥឡូវហ្នឹង Hananoy ថាមិនអីនោះទេហើយក៏បានសម្រាប់ពី3ថ្ងៃទៅជាអីក្រោយមក Hananoy ក៏បាននាំតួអង្គស្រីរបស់យើងហ្នឹងទៅកន្លែងដែលស្អាតមានភ្លើងពណ៌ស្អាតមែនតើអ្នកទាំងអស់គ្នាពណ៌ចម្រុះហ្មងណាហើយ Hotaro មិនដែលមកអញ្ចឹងវារៀងថ្មីមែនតើសម្រាប់នាងនៅពេលហ្នឹងដែរ Hananoy ក៏បានសួរថាឃ្លានអត់ហ្នឹងអត់ទាន់បានឆ្លើយផងហ្នឹងណាពោះរបស់ Hananoy ហ្នឹងកោឡើងលឺតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងហើយ Hananoy ក៏សម្រេចចិត្តថានាំនាងទៅញ៉ាំអីសិនទៅសំខាន់ប៉ះចំរបស់ឆ្ងាញ់ទៀត Hotaro សប្បាយចិត្តមែនតើតួអង្គរបស់យើងក៏បានសុំទោសដែរពីព្រោះនេះមិនមែននៅក្នុងហាងធំទេណាមួយនៅថ្ងៃគ្រីស្មាស់អញ្ចឹងគេក៏មានបើកលក់តូបតូចលក់អីផ្សេងអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងក៏ពពោះតួអង្គស្រីរបស់យើងមកញ៉ាំហ្មងទៅចំពោះតួអង្គស្រីរបស់យើងគឺអត់បានថាអីទេរួចមកពួកគេក៏ចាប់ផ្ដើមញ៉ាំអីជាមួយគ្នាតែម្ដងមើលទៅ Hotaro ពិតជាសប្បាយចិត្តដល់ហើយអ្នកទាំងអស់គ្នាក្រោយពីពួកគេបានញ៉ាំអីរួចមកពួកគេក៏បានបន្តទៅមើលកន្លែងលក់អីវ៉ាន់ឬក៏កន្លែងលក់តុក្កតាផ្សេងជាមួយគ្នាថែមទៀតផងពួកគេក៏បានទិញនេះទិញនោះដើរលេងជាមួយគ្នាហ្នឹងយ៉ាងសប្បាយរីករាយតែម្ដងពីមួយកន្លែងទៅមួយកន្លែងក្នុងសួនហ្នឹងអញ្ចឹងណាក្នុងសួនហ្នឹងគឺធំមែនតើអ្នកទាំងអស់គ្នាមិនមែនមានតែសួនទេអញ្ចឹងក៏មានកន្លែងញ៉ាំអីនិងលក់ដូររបស់របរដែរយើងមើលទៅឡើងមានក្តីសុខណាស់អ្នកទាំងអស់គ្នាមួយគូនេះ admin មើលហើយក៏ក្តីសុខដែរក្រោយពីសប្បាយនៅសួនកំសាន្តអស់ហើយពួកគេក៏បានមកឃើញកន្លែងជិះស្គីទឹកកកវិញម្ដងឃើញតំណងអញ្ចឹង Hananoy ក៏បាននាំតួអង្គស្រីរបស់យើងហ្នឹងទៅជិះស្គីជាមួយគ្នាដែរទៅប៉ុន្តែពេលហ្នឹង Hotaro មិនចង់ទេគឺដោយសារតែនាងមិនចេះជិះស្គីនឹងហើយទើបមិនចង់ទៅហើយណាមួយខ្លួនឯងក៏ចង់ចេះដែរហើយចង់ពូកែដូចប្អូនជិះស្គីទឹកកកអញ្ចឹងហើយក៏ចូលទៅប្រឡងម្ដងទៅធ្លាក់យកតែម្ដងអត់ជាប់អញ្ចឹងក៏នាងស្អប់ការជិះទឹកកកដូចគ្នាតែ Hananoy ក៏បាននិយាយថាអត់អីទេចាំគាត់ជួយបង្រៀនទប់ពីក្រោយអញ្ចឹងណារួចសាច់រឿងក៏បានកាត់ទៅកាន់ Hotaro កំពុងតែញ័រខ្លួនតាអ្នកទាំងអស់គ្នានៅកន្លែងជិះស្គីនឹងតែម្ដងតតែរៀនជិះបានមួយសន្ទុះក្រោយមកទើប Hotaro លែងសូវខ្លាចហើយណាមួយអាចជិះបានដោយខ្លួនឯងហើយនៅភ្លាមនោះដែរទីនោះក៏បានដាច់ភ្លើងទាំងអស់តែម្ដងពួកគេគិតថាប្រហែលជាមានបញ្ហាតិចតួចទៅគ្រឿងភ្លើងអញ្ចឹងណាអញ្ចឹងហើយ Hotaro ក៏បានគិតថាណាមួយវាចិត្តដល់ម៉ោងទៅផ្ទះអញ្ចឹងគេក៏សុំ Hananoy ហ្នឹងទៅផ្ទះយកតែម្ដង
ហើយពេលហ្នឹងហូតារ៉ូក៏បានអរគុណទៅកាន់ហាណាណុយដូចគ្នាដែលបាននាំនាងដើរលេងអីចឹងណាបង្កើតបរិយាកាសល្អៗបែបនេះតែនៅពេលនោះហាណាណុយក៏ចង់នៅជាមួយនឹងហូតារ៉ូហ្នឹងបន្តិចទៀតអញ្ចឹងនៅពេលហ្នឹងនាងក៏អូខេជិះស្គីជាមួយគ្នាហ្នឹងនឹងប្រជុំទៀតទៅពេលដែលកំពុងតែជិះនោះហាណាណុយក៏បាននិយាយទៅកាន់តួអង្គស្រីរបស់យើងថាគាត់ពិតជាចូលចិត្តតួអង្គស្រីរបស់យើងមែនតែននៅពេលដែលគាត់ធ្វើអីមួយមកកាន់នាងតែងតែព្យាយាមធ្វើអ្វីទាំងអស់នោះទៅកាន់គាត់វិញបើទោះបីជាវាពិបាកយ៉ាងណាក៏ដោយធ្វើរឿងអីមួយខុសក៏ចេះសុំទោសវិញដែរអញ្ចឹងហើយហាណាណុយពិតជាចូលចិត្តតួអង្គស្រីរបស់យើងមែនតែនហើយនឹងអាកប្បកិរិយារបស់នាងអញ្ចឹងណាហើយអាកប្បកិរិយាទាំងអស់ហ្នឹងវាមិនមែនមិនទាន់គ្រប់គ្រាន់ទេតែវាជាអ្វីមួយដែលចេញមកពីខ្លួនហូតារ៉ូយកតែម្ដងបើសិនជានិយាយខ្លីទៅវាជាទម្លាប់ល្អដែលចេញមកពីខ្លួនហូតារ៉ូអញ្ចឹងណាអ្នកទាំងអស់គ្នារួចនៅពេលនោះតួអង្គប្រុសរបស់យើងក៏បាននិយាយថារីករាយថ្ងៃកំណើតហូតារ៉ូសង្ឃឹមថាថ្ងៃនេះគឺជាថ្ងៃពិសេសរបស់អ្នកទៅចុះដោយសារតែថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ហូតារ៉ូទើបហាណាណុយព្យាយាមបង្កើតបរិយាកាសល្អៗនៅថ្ងៃពិសេសនេះទៅនៅពេលអញ្ចឹងតួអង្គស្រីរបស់យើងឡើងរភើបតែម្ដងអ្នកទាំងអស់គ្នានិយាយអីលែងចេញហើយអៀនពេកហើយណាមួយពងស្នាប់ហ្នឹងមិនដឹងថាតួអង្គប្រុសរបស់យើងលើកបីខ្លួនតាំងពីកាលទេនៅពេលនោះដែរភ្លើងក៏បានត្រឡប់មកវិញហើយភ្លឺចែងចាំងជាងមុនទៀតអ្នកទាំងអស់គ្នាឥឡូវនេះហូតារ៉ូបានដឹងហើយក៏បានយល់ដែរនៅអ្វីដែលហាណាណុយបានសរសេរថាចង់ចំណាយពេលជាមួយនឹងនាងនៅក្នុងថ្ងៃគ្រីស្មាស់ក្នុងសៀវភៅនោះថ្ងៃកំណើតរបស់នាងក៏ជាថ្ងៃគ្រីស្មាស់ជាថ្ងៃវិស្សមកាលរដូវរងាជាពេលមួយដែលប្អូនរបស់នាងបញ្ចេញសមត្ថភាពបង្កើតស្នាមញញឹមទៅកាន់គ្រួសារគ្រប់ពេលដែលនាងនៅក្បែរហាណាណុយគឺគ្រប់យ៉ាងទទួលបានអារម្មណ៍ថ្មីទាំងអស់ពេលហាណាណុយចាប់ទុកហូតារ៉ូជាព្រះនាងរបស់គាត់នាងពិតជាអៀនមែនទែនអ្នកទាំងអស់គ្នានៅពេលហ្នឹងហូតារ៉ូក៏បានអរគុណទៅកាន់ហាណាណុយហើយក៏ទៅអោបទៀតពីព្រោះរំភើបនិងសប្បាយចិត្តខ្លាំងពេកមើលឯហ្នឹងហើយស្វីតមែនទែនអ្នកទាំងអស់គ្នានៅពេលដែលហាណាណុយបាននាំតួអង្គស្រីរបស់យើងត្រឡប់មកដល់ផ្ទះដោយមានសុវត្ថិភាពហើយហូតារ៉ូក៏បាននិយាយទៅកាន់ហាណាណុយថានាងចង់រក្សាស្នេហាបែបនេះការផ្អែមល្ហែមបែបនេះមានតែភាពរីករាយនៅក្នុងស្នេហាមួយនេះអញ្ចឹងណាដូចនេះនៅពេលដែលតួអង្គរបស់យើងបានស្ដាប់ការរៀបរាប់របស់ហូតារ៉ូអស់ហើយគាត់ក៏បានយល់ព្រមភ្លាមៗតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរសង្ឃឹមថារឿងមួយនេះធ្វើឲ្យអ្នកទាំងអស់គ្នាអារម្មណ៍ល្អទៅហើយ admin ក៏ទទួលបានអារម្មណ៍ល្អពីសាច់រឿងនេះដូចគ្នាដូចនេះជំរាបលាអ្នកទាំងអស់គ្នាពួកយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ